អានុធីនឆ្លើយតបឥណ្ឌារឿងកំទេចរូបសំណាកព្រះវិស្ណុដោយក្មេងមានដៃថាជីវិតទាហានមានតម្លៃជាងរូបសំណាកភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃកំពុងតែឈានដល់ចំណុចរសើបថ្មីមួយទៀតមិនត្រឹមតែលើសមរភូមិជាក់ស្ដែងនឹងតុកចរចាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរៀលដាលដល់ទំនាក់ទំនងការទូតអន្តរជាតិជាមួយមហាអំណាចអាស៊ីគឺប្រទេសឥណ្ឌាផងដែរយោងតាមប្រភពសារព័ត៌មាន The Standard និងបណ្ដាញផ្សព្វផ្សាយក្នុងស្រុកនាទីក្រុងបាងកកបានរាយការណ៍ថានៅថ្ងៃប្រហ័សទី25ខែធ្នូឆ្នាំ2025នេះលោកអនុทิនឆានវិរៈគុលក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានចេញមុខអះអាងយ៉ាងដាច់អហង្ការជុំវិញជំហររបស់ថៃក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ចំណុចដែលក្តៅគគុកបំផុតក្នុងកិច្ចសម្ភាសន៍នោះគឺការឆ្លើយតបទៅនឹងអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាដែលបានចេញសេចក្តីថ្លែងការណ៍រិះគន់កងទ័ពថៃជំវិញការវាយកំទេចរូបសំណាកទេវៈហិណ្ឌូព្រះវិស្ណុនៅតំបន់ច្រកអានសេះខេត្តព្រះវិហារលោកអនុទីនបានឆ្លើយតបទៅកាន់ភាគីឥណ្ឌាដោយប្រើការប្រៀបធៀបដែលបង្កឲ្យមានការវែងញែកយ៉ាងខ្លាំងថារូបសំណាកដែលត្រូវបានបំផ្លាញបើប្រៀបធៀបទៅនឹងជើងដៃពិការនិងបាត់បង់ជីវិតរបស់ទាហានយើងគឺមិនអាចយកមកប្រៀបធៀបគ្នាបានឡើយរឿងការប្រមាថសាសនារូបសំណាកខ្ញុំមិនយកប្រៀបធៀបជាមួយតម្លៃជីវិតទាហាននោះទេការលើកឡើងនេះត្រូវបានអ្នកវិភាគមើលឃើញថាជាការឆ្លើយតបបែបមិនសមហេតុផលនិងជាការបង្វែរសំណុំរឿងព្រោះរូបសំណាកសាសនាគឺជាវត្ថុស័ក្តិសិទ្ធិតំណាងឲ្យជំនឿរបស់មនុស្សរាប់លាននាក់ប៉ុន្តែលោកអនុทิនបែរជាយកទៅប្រៀបធៀបដូចជារូបសំណាកនោះជាអ្នកបង្ករបួសស្នាមដល់ទាហានថៃទៅវិញហើយរឿងអីបានជាត្រូវកំទេចរូបសំណាកនោះក្នុងករណីនៃច្រកអានសេនីឥណ្ឌាយល់ឃើញថាការបំផ្លាញរូបសំណាកព្រះវិស្ណុគឺជាការប្រមាថដល់ឫសគល់នៃសាសនាហិណ្ឌូដែលមានអ្នកគោរពជិត 1.2 លាននាក់ទូទាំងពិភពលោកក្រៅពីបញ្ហារូបសំណាកលោកអនុทิនក៏បានបញ្ជាក់ច្បាស់ៗថាថៃនឹងដោះស្រាយបញ្ហាជាមួយកម្ពុជាតាមយន្តការទ្វេភាគីប៉ុណ្ណោះលោកបានបដិសេធព័ត៌មានដែលថាមានការចរចានៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីដោយសង្កត់ធ្ងន់ថាថៃមិនចង់ឲ្យបុគ្គលទី3ចូលមកពាក់ព័ន្ធឡើយប្រសិនបើគ្មានហេតុផលចាំបាច់បំផុតនោះជាចុងក្រោយនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានផ្ញើសារទៅកាន់ភាគីកម្ពុជាថាការអនុវត្តជាក់ស្ដែងសំខាន់ជាងក្រដាសស្នាមលោកអះអាងថាប្រសិនបើថៃត្រូវបានរំលោភបំពានកងទ័ពនិងវិបកតាមច្បាប់ប៉ះទង្គិចប៉ុន្តែលោកសង្ឃឹមថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នឹងនាំទៅរកការចុះហត្ថលេខាលើបទឈប់បាញ់ប្រសិនបើភាគីកម្ពុជាគោរពកិច្ចសន្យាពិតប្រាកដខ្ញុំតារាពី RTU TV